បដៃប្រពន្ធគេស្រឡាញ់នេះមកគេដឹងតែស្រឡាញ់នឹងបដូរផ្ដាច់ងាប់រស់ជាមួយគ្នាតែសម្រាប់អាត្មាអត់ទទួលយកទេតែប្តីប្រពន្ធស្រឡាញ់គ្នានេះគ្មានស្ថិរភាពច្បាស់លើដូចម៉ែឪស្រឡាញ់កូនទេថាម៉េចបានអាត្មាថាអញ្ចឹងនៅលើដីក្រោមមេឃអិតមានបុគ្គលណាដែលស្រឡាញ់យើងស្មើមេត្តាបិតារបស់យើងទេកុំទៅថាទេវដែរណាខាងក្រៅស្រឡាញ់អត់មានទេជាភាពជាក់ស្ដែងគឺមានតែមេត្តាបិតាទេដែលស្រឡាញ់កូនប្រុសកូនស្រីរកទីប្រមាណមិនបានសេចក្តីស្រឡាញ់របស់មេត្តាតាមមកលើកូននឹងមិនចេះអស់មិនចេះខាតមិនចេះបាត់បង់ណាសេចក្តីស្រឡាញ់នៅជាប់ពោពេញវិញគិតថាតែចង់ដឹងទាំងហុំម៉ែឪស្រឡាញ់កូនទាំងហុំប៉ុណ្ណាថាប៉ិនផែនដីក៏នៅផែនដីក៏នៅតែតូចជាងសេចក្តីស្រឡាញ់ថាឆ្ងាយប្រមាណគីឡូម៉ែត្រគឺវាអត់មានទេវាធំលើនឹងទៅទៀតប៉ុន្តែលោកមានការឧបមាមកបែបឲ្យយើងយល់ស្ដាប់ព្រោះថាមេត្តាបិតាស្រឡាញ់កូនដូចជាបបោមាត់ក្នុងធ្មេញទុកដូចជាកូនបបោមាត់ទុកដូចជាម៉ែឪញោមមើលធ្មេញដែលជាកូននឹងមានបបោមាត់នឹងការពារបិទបាំងមិនឲ្យគេមើលឃើញធ្មេញទេហើយណានាមកប៉ះពាល់ឲ្យវិញប៉ះបបោមាត់នឹងមុនមិនចេះកាត់ការពារក៏ស្រឡាញ់ហ្នឹងចឹងនឹងលោកធីបឲ្យស្ដាប់យើងងាយយល់ញោមមើលបបោមាត់ធ្មេញអត់ចេះឃ្លាតពីគ្នានៅតែអោជាប់គ្នាជានិច្ចនឹងមេត្តាសេចក្តីស្រឡាញ់ប៉ុន្តែមនុស្សទូទៅគេអត់បានដឹងថាម៉ែឪស្រឡាញ់កូនយ៉ាងក្រៃលែងអត់បានដឹងទេអត់បានដឹងសោះគេដឹងថាគូសង្សារអនាគតគេដែលស្រឡាញ់គ្នាណាគេដឹងใจរៀងខ្លួនប្រពន្ធក៏ដឹងថាប្តីស្រឡាញ់អញប្តីក៏ដឹងថាប្រពន្ធស្រឡាញ់អញបានជាទាំងពីរនាក់នេះគេបដិញ្ញាថាធ្វើជាគូអនាគតមកសេចក្តីស្រឡាញ់មនុស្សគេដឹងចឹងវិញតែម៉ែឪស្រឡាញ់គេអត់ដឹងទេបើប្តីប្រពន្ធគេស្រឡាញ់គ្នាមកគេដឹងតែស្រឡាញ់នឹងបដូរផ្ដាច់ងាប់រស់ជាមួយគ្នាតែសម្រាប់អាត្មាអត់ទទួលយកទេតែប្តីប្រពន្ធស្រឡាញ់គ្នានេះគ្មានស្ថិរភាពច្បាស់លើដូចម៉ែឪស្រឡាញ់កូនទេថាម៉េចបានអាត្មាថាអញ្ចឹងព្រោះទស្សនៈការឃើញរបស់អាត្មាក្នុងសង្គមមនុស្សឃើញតែខ្លះនៅជាមួយគ្នាកូនមួយកូនពីរទើសតែអ្នកបាក់មេរ៉ាឲ្យធៀងហើយចែកផ្លូវគ្នាបើគាត់ស្រឡាញ់មែនទែនអត់មានការបែកបាក់គ្នាទេអានឹងប្រកបសួរថាបើអញ្ចឹងប្រើពាក្យថាល្មិចការស្រឡាញ់របស់ប្តីប្រពន្ធណាអាត្មាប្រើពាក្យថាស្រឡាញ់បណ្ដោះអាសន្នគ្រាន់តែស្រឡាញ់បណ្ដោះអាសន្នទេយ៉ាងបើស្រឡាញ់មែនទែនអត់មានបែកបាក់គ្នាទេតើតែឃើញគូស្វាមីភរិយាណាដែលគាត់មានអាយុ60ផ្លាយ70ផ្លាយគេកើតនៅជាមួយគ្នាដឹកដៃគ្នាទៅវត្តអានឹងបានមានស្ថិរភាពតែនៅក្មេងៗអត់ដែរអាត្មាតែបណ្ដោះអាសន្នទេតែញោមញាតិយល់ដោយអាត្មាដែរទេអីហាយល់ដោយអាត្មាដែរទេថាស្រឡាញ់បណ្ដោះអាសន្នដឹងថាម៉េចទេនិយាយទៅទោះចាត់កុំដឹងអានឹងនិយាយពីការស្រឡាញ់